បាទសម្រាប់ក្របីព្រៃមកដាច់ពេជ្រសម្បត្តិលើកនេះអាចនឹងរៀងធ្វើការធ្ងន់បន្តិចហើយដែលការប្រកួតត្រូវប៉ះជាមួយនឹងកីឡាករអ៊ីកឡង់ដែលអាចប្រកួតបានរហូតដល់4វិញ្ញាសាប្រយុទ្ធឯណោះបងប្អូនហើយក្នុងវីដេអូនេះខ្ញុំបាទនឹងមកលម្អិតតាក់ទងទៅនឹងដៃគូពេជ្រសម្បត្តិដែលនឹងត្រៀមប៉ះគ្នានេះចុងខែវិច្ឆិកានេះបាទសម្រាប់បងប្អូនដែលចូលមកទស្សនាថ្មីនោះកុំភ្លេចជួយចុច like និង subscribe ក្នុង Channel YouTube ខ្ញុំបាទម្នាក់មួយផងបាទក្របីព្រៃមកដាច់ពេជ្រសម្បត្តិគឺនឹងត្រូវមានភារកិច្ចដ៏ធំមួយដែលត្រូវប្រកួតទទួលជាមួយនឹងកីឡាករអេកឡង់ដែលធ្វើឡើងនៅក្នុងសង្វៀន Extreme Cambodia គុនខ្មែរនាចុងខែវិច្ឆិកាខាងមុខនេះបាទសម្រាប់ដៃគូរបស់ពេជ្រសម្បត្តិគឺគេមានឈ្មោះថា Aaron Clan បងប្អូនហើយកីឡាកររូបនេះអាចប្រកួតបានរហូតដល់4វិញ្ញាសាទី1គឺការប្រកួតវិញ្ញាសាប្រដាល់សេរីឬក៏យើងហៅថាគុនខ្មែរទី2ការប្រកួតលក្ខណៈ Kickboxing ទី3ការប្រកួតលក្ខណៈគុនចម្រុះដែលភាសាបច្ចេកទេសគេហៅថា MMA និងទី4គឺការប្រកួតលក្ខណៈប្រដាល់សកលជាងសម្រាប់កីឡាករ Aaron Clan នេះវិញ្ញាសាប្រយុទ្ធទាំង4នេះគឺគាត់អាចវាយបានទាំង4វិញ្ញាសាហើយការប្រកួតគឺគាត់ធ្វើបានល្អគ្រប់ទម្រង់បងប្អូនបាទទាំងសម្រាប់កីឡាករ Aaron Clan គឺនឹងត្រូវមកប៉ះជាមួយនឹងពេជ្រសម្បត្តិហើយបើតាមការបង្ហើបរបស់បងពីលុតគឺមានការចោះកងត្រារួចរាល់ហើយសម្រាប់កីឡាករ Aaron Clan បងប្អូនហើយសម្រាប់មកគូនេះអឺសមត្ថភាពបើយើងមើលទៅលើកីឡាករ Aaron Clan ទោះបីគាត់ល្អប៉ុន្តែខ្ញុំគិតថាអឺមិនទាន់ល្អដល់ពេជ្រសម្បត្តិទេហើយការប្រកួតនេះបើសិនជាលេងលក្ខណៈកងចេញបរិមខ្ញុំគិតថាប្រហែលជាមិនអាចចប់ទឹកជាមួយនឹងពេជ្រសម្បត្តិទេនេះគ្រាន់តែជាការយល់ឃើញរបស់ខ្ញុំហើយសម្រាប់ពុកម៉ែបងប្អូនយល់ឃើញបែបណានោះអាចចូលរួមធ្វើការ comment បញ្ចេញមតិនៅយោបល់ហើយសម្រាប់កីឡាករ Aaron Clan នេះខ្ញុំបាទក៏ចូលទៅឆែកប្រវត្តិរបស់គាត់ដែរជាងឃើញថា4ប្រកួតចុងក្រោយគឺគាត់ឈ្នះ2ចាញ់2ហើយការប្រកួតចុងក្រោយបង្អស់របស់គាត់គឺគាត់ប្រកួតលក្ខណៈបដាសកលដោយផ្ទុះដៃគូឲ្យស្លាប់ទឹក2